ជំរាបសួរខ្ញុំបាទឈ្មោះសុកសង្លីជាអ្នកសិក្សាក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀនថ្នាក់បរិញ្ញាបត្រចំនួនទី2ថ្ងៃនេះខ្ញុំសូមលើកយករបាយការណ៍ស្រាវជ្រាវស្ដីអំពីករណីសិក្សាពីឧត្តមមានវត្តការអនុវត្តយុទ្ធសាស្ត្រសហគមន៍សាលារៀននៅសាលាអនុវិទ្យាល័យព្រៃក្មេងខេត្តកំពង់ស្ពឺមាតិកា1អំពីអ្នកសិក្សា2អ្វីដែលបានរៀននិងកិច្ចការដែលបានធ្វើ3ឧត្តមមានវត្តលេចធ្លោរបស់សាលារៀន4ចំណុចត្រូវកែលម្អនិងត្រូវបន្តអភិវឌ្ឍ5សន្និដ្ឋានអនុសាសន៍6ការថ្លែងអំណរគុណថ្នាក់ដឹកនាំសាស្ត្រាចារ្យនិងភាគីពាក់ព័ន្ធ1អំពីអ្នកសិក្សាឈ្មោះសុកសង្លីជានាយករងនៃអនុវិទ្យាល័យព្រៃក្មេងជាអ្នកសិក្សាបរិញ្ញាបត្រលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀនចំនួនទី2នៅមហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលទទួលបានជំនួយឧបត្ថម្ភពីគម្រោងកែលម្អចំណេះដឹងទូទៅក្រសួងអប់រំយុវជននិងកីឡា2អ្វីដែលបានរៀននិងកិច្ចការដែលបានធ្វើការសិក្សាក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀនចំនួនទី2អ្នកសិក្សាមិនបានរៀនតែមុខវិជ្ជាដាច់ដោយឡែកទេប៉ុន្តែបានរៀនបែបពហុវិន័យដែលមានន័យថារៀនពីរបៀបរៀបចំរចនាសម្ព័ន្ធសាលារៀនការដឹកនាំមនុស្សរៀនពីរបៀបប្រើប្រាស់ទិន្នន័យដើម្បីរៀបចំផែនការអភិវឌ្ឍរៀនពីរបៀបបង្កើតវិញ្ញាសាប្រឡងនិងការវិភាគលទ្ធផលសិក្សារបស់សិស្សបង្កើននូវចំណេះដឹងនិងជីវិតរៀនពីសិល្បៈនៃការគៀងគងមេដាបេដានិងភាគីពាក់ព័ន្ធអ្វីដែលបានរៀននិងកិច្ចការដែលបានធ្វើក្រៅពីរៀននៅចំណេះដឹងស្ដីអ្នកសិក្សាបានរៀននិងអនុវត្តកិច្ចការតាមមុខវិជ្ជានីមួយៗជាពិសេសគឺការអនុវត្តកិច្ចការអភិបាលកិច្ចសាលារៀនដែលរួមមានការធ្វើតេស្តស្តង់ដារការធ្វើផែនការគ្រូសិស្សនិងសាលារៀនការបង្កើតគណៈគ្រប់គ្រងថ្នាក់រៀននិងសាលារៀនកិច្ចព្រមព្រៀងលទ្ធផលការងារប្រចាំឆ្នាំក្រុមប្រឹក្សាសិស្សថ្នាក់រៀននិងសាលារៀនការប្រជុំតាមដានចាំខែត្រីមាសនិងឆមាសនេះជារូបភាពការអនុវត្តតេស្តស្តង់ដារនៅសាលាអនុវិទ្យាល័យព្រៃក្មេងនេះគឺជារូបភាពការប្រជុំជាមួយសហគមន៍របស់សាលារៀនដែលបានអនុវត្តនាពេលកន្លងមកនេះជាសមិទ្ធផលដែលមានការចូលរួមពីសហគមន៍កែលម្អបាទបន្ទប់ទឹកសិស្សានុសិស្សកំពុងតែកែលម្អរបងសាលាជួសជុលរូបភាពខាងក្រោមនេះជាសមិទ្ធផលនៃការចូលរួមរបស់សហគមន៍ក្នុងការកសាងកែលម្អបរិស្ថានសាលារៀន4ចំណុចត្រូវកែលម្អនិងត្រូវបន្តអភិវឌ្ឍទោះបីជាការធ្វើតេស្តទទួលបានលទ្ធផលល្អប៉ុន្តែខ្ញុំបាននៅមានចំណុចខ្វះខាតមួយដែលត្រូវអភិវឌ្ឍបន្ថែមគឺការបង្កើតក្រុមប្រឹក្សាកុមារបច្ចុប្បន្នសិស្សមានម៉ោងសិក្សាច្រើនពួកគាត់ពុំសូវមានពេលសម្រាប់អនុវត្តសកម្មភាពនិងពុំសូវយល់ច្បាស់ពីតួនាទីខ្ញុំបានបដិញ្ញានឹងពង្រឹងសមត្ថភាពរបស់សិស្សនិងជំរុញការពិនិត្យនិងតាមដានឲ្យបានល្អប្រសើរ5សន្និដ្ឋាននិងអនុសាសន៍សន្និដ្ឋានការសិក្សាស្រាវជ្រាវបានបង្ហាញពីការអនុវត្តកិច្ចការងារយុទ្ធសាស្ត្រសហគមន៍សាលារៀនដែលជាបណ្ដាញរបស់ខ្ញុំជាអ្នកសិក្សាថ្នាក់បរិញ្ញាបត្រក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀនរបស់មហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញលទ្ធផលសិក្សាកើនឡើងជាពិសេសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាកើនឡើងជាលំដាប់ហើយមាននីតិAកើនឡើងផងដែរជាមួយគ្នានេះដែរយើងសង្កេតឃើញថាសាលាអនុវិទ្យាល័យព្រៃក្មេងមានលំហូរសិស្សកើនឡើងពីការបោះបង់របស់សិស្សមានការថយចុះអនុសាសន៍សហគមន៍អាណាព្យាបាលសិស្ស
មានការរួមចំណែកក្នុងការអភិវឌ្ឍសាលារៀនតាមរយៈការគៀងគរនិងការគ្រប់គ្រងអប់រំកុមារបានល្អជាងមុនគ្រូបង្រៀននិងគណៈគ្រប់គ្រងបន្តអនុវត្តកិច្ចការងារយុទ្ធសាស្ត្រសហគមន៍សាលារៀនដោយជួយបង្កើនសមត្ថភាពគ្រប់គ្រងថ្នាក់រៀននិងរៀបចំសកម្មភាពបង្រៀនឲ្យមានប្រសិទ្ធភាពមន្ទីរអប់រំនិងការិយាល័យជំរុញដល់សាលារៀននៅក្នុងរាជធានីខេត្តនិងក្រុងសំខាន់អស់ឲ្យអនុវត្តកិច្ចការងារយុទ្ធសាស្ត្រសហគមន៍សាលារៀនដើម្បីជួយឲ្យសាលារៀនទាំងអស់អាចសម្រេចស្តង់ដារមានប្រសិទ្ធភាពសាលាគំរូនិងឆ្ពោះទៅរកនិរន្តរភាពក្រសួងអប់រំយុវជននិងកីឡាលទ្ធផលសិក្សាស្រាវជ្រាវនេះបានផ្ដល់ការណែនាំជាអនុសាសន៍ពីក្រសួងអប់រំយុវជននិងកីឡាតាមរយៈតាមការអនុវត្តការងារមួយចំនួន 6. ការថ្លែងអំណរគុណថ្នាក់ដឹកនាំសាស្ត្រាចារ្យនិងភាគីពាក់ព័ន្ធជាបឋមក្នុងនាមខ្ញុំជានិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀននៃគម្រោងជីបចំនួនទី2ក្នុងមហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាស្ត្រាចារ្យអ្នកគ្រូនៃកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀនរបស់មហាវិទ្យាល័យអប់រំទាំងអស់ដែលបានបង្ហាត់បង្រៀនខ្ញុំបាទព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមជំរុញនិងលើកទឹកចិត្តដល់ខ្ញុំបាទដែលធ្វើឲ្យការសិក្សាស្រាវជ្រាវនេះកើតឡើងបានបាទជាចុងក្រោយខ្ញុំសូមអរគុណនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ